នៅក្នុងទីក្រុងតូចមួយមានយុវជនម្នាក់ឈ្មោះវិសាលគាត់ជានិស្សិតឆ្នាំទី3និងចូលចិត្តថតរូបជាខ្លាំងមិនថាជាទេសភាពមនុស្សឬទីកន្លែងប្លែកៗនោះទេវិសាលតែងតែយកទូរស័ព្ទរបស់ខ្លួនថតទុកជានិច្ចថ្ងៃមួយមិត្តរបស់គាត់បានប្រាប់អំពីផ្ទះចាស់មួយនៅជីក្រុងដែលគេនិយាយថាមានរឿងអាថ៌កំបាំងជាច្រើនកើតឡើងកុំទៅទីនោះអីមិត្តម្នាក់និយាយទាំងញញឹមស្ងួតហេតុអីវិសាលសួរគេថាមានខ្មោចស្រីសក់វែងលងនៅទីនោះអ្នកណាថតរូបពេលជប់តែងតែឃើញអ្វីមួយយ៉ាងក្នុងរូបថតវិសាលសើចសម័យនេះហើយអ្នកនៅជឿរឿងខ្មោចទៀតយប់ថ្ងៃសៅរ៍មួយវិសាលបានសម្រេចចិត្តទៅផ្ទះចាស់នោះតែម្នាក់ឯងគាត់យកទូរស័ព្ទថ្មបំរុងនិងអំពូលពិលនៅម៉ោង 7:09 យប់គាត់បានទៅដល់ផ្ទះនោះចាស់ទ្រុឌទ្រោមខ្លាំងស្មៅដុះពេញទីធ្លាបង្អួចខូចហើយខ្យល់បក់បង្កើតសំឡេងគួរឲ្យព្រឺព្រួយវិសាលចាប់ផ្ដើមថតរូបជុំវិញផ្ទះចុចគាត់ថតបានជាច្រើនសន្លឹកបន្ទាប់មកគាត់បើកមើលរូបថតទាំងនោះរូបទី1ធម្មតារូបទី2ធម្មតារូបទី3វិសាលបងអង្គដង្ហើមនៅជ្រុងម្ខាងនៃរូបមានស្រមោលមនុស្សម្នាក់ឈរលាក់ខ្លួននៅក្រោយទ្វារប្រហែលជាស្រមោលដើមឈើទេគាត់ព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងប៉ុន្តែពីពង្រីករូបស្រមោលនោះមានរាងដូចស្រីម្នាក់សក់វែងធ្លាក់បាំងមុខវិសាលមានអារម្មណ៍មិនសូវស្រួលប៉ុន្តែគាត់នៅតែបន្តថតនៅពេលគាត់ថតរូបមួយសន្លឹកទៅកាន់ជណ្ដើរចាស់ក្នុងផ្ទះចុចភ្លាមនោះទូរស័ព្ទរបស់គាត់ញ័រអេក្រង់បង្ហាញសារមួយកុំថតខ្ញុំវិសាលភ្ញាក់ផ្អើលគាត់មិនបានភ្ជាប់អ៊ីនធឺណិតទេហើយក៏គ្មាននរណាផ្ញើសារមកដែរគាត់លុបសារចោលភ្លាមប្រហែលជាមេរោគក្នុងទូរស័ព្ទប៉ុន្តែពេលគាត់ងើបមុខឡើងមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងឈរមើលពីជាន់លើវិសាលបាញ់ពិលឡើងគ្មានអ្វីទេតែពេលបញ្ចេញកាមេរ៉ាទៅថតនៅលើអ៊ីក្រង់ទូរស័ព្ទមានស្រីសក់វែងម្នាក់ឈរនៅចុងជណ្ដើរវិសាលងាកមើលដោយភ្នែកផ្ទាល់គ្មានអ្នកណាម្នាក់គាត់ងាកមកមើលអ៊ីក្រង់វិញស្រីនោះនៅតែឈរមិនត្រឹមតែប៉ុណ្ណោះនាងកំពុងលើកក្បាលឡើងយឺតវិសាលបិទកាមេរ៉ាភ្លាមបេះដូងរបស់គាត់លោតញាប់ខ្លាំងគាត់សម្រេចចិត្តចាកចេញពីផ្ទះនោះប៉ុន្តែពេលដើរចេញមកក្រៅទូរស័ព្ទរបស់គាត់បានថតរូបដោយខ្លួនឯងចុចរូបថតជាច្រើនបានបង្ហាញឡើងដោយស្វ័យប្រវត្តិវិសាលដៃញ័រហើយបើកមើលរូបទី1គាត់ឈរតែម្នាក់ឯងរូបទី2មានស្រីសក់វែងឈរពីក្រោយគាត់រូបទី3នាងកាន់តែខិតជិតរូបទី4មុខរបស់នាងនៅជិតត្រចៀកគាត់រូបចុងក្រោយវិសាលស្ទើរតែទម្លាក់ទូរស័ព្ទចោលក្នុងរូបនោះមុខស្រីអាថ៌កំបាំងបានបង្ហាញច្បាស់ភ្នែកសខ្មៅជុំវិញរុនភ្នែកហើយមាត់ញញឹមប្លែកគួរឲ្យរន្ធត់នៅខាងក្រោមរូបមានអក្សរមួយបន្ទាត់ខ្ញុំបានតាមអ្នកមកផ្ទះហើយវិសាលរត់ឡើងម៉ូតូហើយចេញពីទីនោះទាំងភ័យខ្លាចគាត់មិនដឹងទេថា
នៅកៅអីខាងក្រោយម៉ូតូរបស់គាត់មានស្រមោលស្រីសក់វែងវិសាលបើកម៉ូតូរត់ចេញពីផ្ទះចាស់ទាំងបេះដូងលោតញាប់ខ្យល់ត្រជាក់បាក់ប៉ះខ្នងរបស់គាត់ជាប់រហូតធ្វើឲ្យគាត់មានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងអង្គុយពីក្រោយពេលទៅដល់ផ្ទះគាត់ចាក់សោទ្វារគ្រប់ជាន់បិទបង្អួចទាំងអស់ហើយព្យាយាមធ្វើខ្លួនឲ្យស្ងប់ប៉ុន្តែពេលយកទូរស័ព្ទមកមើលរូបថតចុងក្រោយដែលគាត់បានឃើញនៅផ្ទះចាស់នោះបានបាត់ជំនួសវិញមានរូបថ្មីមួយក្នុងរូបនោះវិសាលកំពុងឈរនៅមុខផ្ទះរបស់ខ្លួនគាត់ភ្ញាក់ផ្អើលណាថតរូបនេះគាត់មិនធ្លាប់ថតរូបនោះទេអ្វីដែលគួរឲ្យខ្លាចជាងនេះគឺរូបនោះទើបតែបង្កើតបានប៉ុន្មាននាទីមុនប៉ុណ្ណោះរាត្រីនោះវិសាលគេងមិនលក់ឡើយម៉ោងប្រហែល12កណ្ដាលអធ្រាត្រទូរស័ព្ទបានបន្លឺសំឡេងជូនដំណឹងទឺតគាត់បើកមើលជារូបថតថ្មីមួយទៀតក្នុងរូបនោះគាត់កំពុងអង្គុយលើគ្រែប៉ុន្តែអ្នកដែលថតរូបគឺកំពុងឈរនៅជ្រុងបន្ទប់ដៃរបស់វិសាលចាប់ផ្ដើមញ័រគាត់ងាកមើលជ្រុងបន្ទប់ភ្លាមគ្មាននរណាម្នាក់ទេប៉ុន្តែរូបថតបង្ហាញថាមាននរណាម្នាក់នៅទីនោះគាត់បិទទូរស័ព្ទហើយដាក់វាចោលលើតុមិនដល់1នាទីផងទឺតរូបថ្មីមួយទៀតបានមកដល់លើកនេះរូបថតបង្ហាញថាមានស្រីសក់វែងឈរពីក្រោយគាត់វិសាលស្រែកហើយរត់ចេញពីបន្ទប់ភ្លាមនៅថ្ងៃបន្ទាប់គាត់បានទៅជួបបុរសចាស់ម្នាក់ក្នុងភូមិដែលធ្លាប់រស់នៅក្បែរផ្ទះចាស់នោះបន្ទាប់ពីបានឃើញរូបថតទាំងអស់បុរសចាស់មានទឹកមុខស្លេកនាងបានត្រឡប់មកវិញហើយនាងជានរណាវិសាលសួរបុរសចាស់ដកដង្ហើមធំកាលពីជាង20ឆ្នាំមុនមាននារីម្នាក់ឈ្មោះសុភានាងរស់នៅផ្ទះនោះថ្ងៃមួយនាងបានបាត់ខ្លួនដោយគ្មានអ្នកណាដឹងមូលហេតុក្រោយមកគេរកឃើញសាកសពនាងនៅក្នុងអណ្ដូងក្រោយផ្ទះវិសាលមានអារម្មណ៍ត្រជាក់ស្រាវពេញខ្លួនគេថាវិញ្ញាណនាងមិនទាន់ទៅណាទេអ្នកណាថតរូបនាងនឹងតាមអ្នកនោះរហូតវិសាលសួរទាំងភ័យតើមានវិធីបញ្ឈប់ទេបុរសចាស់ស្ងាត់មួយសន្ទុះលុបទូរស័ព្ទនោះចោលយប់នោះវិសាលបានយកទូរស័ព្ទទៅបោះចោលក្នុងទន្លេគាត់មើលវាលិចចូលក្នុងទឹករួចត្រឡប់មកផ្ទះវិញដោយគិតថាអ្វីបានចប់ហើយប៉ុន្តែពេលមកដល់ផ្ទះមានទូរស័ព្ទរបស់គាត់ដាក់នៅលើតុសើមទឹកនិងមានភក់ជាប់ដូចទើបតែយកចេញពីទន្លេអេក្រង់ភ្លឺឡើងដោយខ្លួនឯងបង្ហាញរូបថតមួយរូបនោះជាវិសាលកំពុងឈរនៅមុខទូរស័ព្ទមានអក្សរមួយបន្ទាត់អ្នកមិនអាចគេចពីខ្ញុំបានទេភ្លាមនោះអំពូលក្នុងផ្ទះបានរលត់ទាំងអស់បន្ទប់ទាំងមូលងងឹតសូន្យមានតែពន្លឺអេក្រង់ទូរស័ព្ទប៉ុណ្ណោះវិសាលមើលទៅលើអេក្រង់ហើយញញឹមវិសាលងាកក្រោយភ្លាមគ្មាននរណាម្នាក់ទេប៉ុន្តែពេលងាកមកអេក្រង់វិញស្រីនោះបានបាត់ពីរូបថតជំនួសវិញមានតែរូបវិសាលម្នាក់ឯងហើយខាងក្រោមមានសារមួយរូបថតបន្ទាប់គឺជារូបអ្នកចុងក្រោយនៅព្រឹកថ្ងៃបន្ទាប់អ្នកជិតខាងបានរកឃើញផ្ទះរបស់វិសាលបើកទ្វារចំហប៉ុន្តែវិសាលបានបាត់ខ្លួនដោយគ្មានដានអ្វីដែលនៅសល់មានតែទូរស័ព្ទមួយគ្រឿងនៅក្នុងវិចិត្រសាលរូបថតមានរូបចុងក្រោយមួយ
រូបនោះបង្ហាញស្រីសក់វិញកំពុងញញឹមហើយនៅពីក្រោយនាងគឺវិសាលកំពុងឈោសម្លឹងមកកាមេរ៉ាដោយភ្នែកទេ